បងទស្សនិកជនជាទីមេត្រីថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទមួយដែលមានមនុស្សជាច្រើនសួរមកខ្ញុំយ៉ាងច្រើនគឺតើកម្ពុជាមានបញ្ជូនយុវជនទៅរៀនផ្នែកយោធាទេហើយបើកម្ពុជាមិនមានយន្តហោះចម្បាំង Fighter Jet ដូចប្រទេសថៃតើយោធាកម្ពុជាត្រូវបានបណ្ដុះបណ្ដាលដូចម្តេចដើម្បីការពារទឹកដីថ្ងៃនេះយើងនឹងពន្យល់ឲ្យច្បាស់ម្ដងទៀតទី1តើកម្ពុជាមានបញ្ជូនយុវជនទៅរៀនយោធាទេចម្លើយច្បាស់គឺមាននិងមានជាបន្តបន្ទាប់កម្ពុជាមិនត្រឹមតែបណ្ដុះបណ្ដាលយោធាគ្រឿងសឹកប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជូនយុវជននិងយោធាវ័យក្មេងទៅរៀននៅក្រៅប្រទេសជារៀងរាល់ឆ្នាំទៀតផងនៅក្នុងប្រទេសកម្ពុជាមានសាលានិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដូចជាសាលាយោធភូមិន្ទសាលាសេនាធិការមជ្ឈមណ្ឌលហ្វឹកហាត់កងទ័ពមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកងរក្សាសន្តិភាព UN នៅទីនេះយុវជនត្រូវបានបង្រៀនពីមូលដ្ឋានដូចជាវិន័យយោធាការប្រើអាវុធកងទ័ពថ្នាជើងការពារព្រំដែនរហូតដល់ជំនាញបញ្ជាការនិងយុទ្ធសាស្ត្រមិនត្រឹមតែក្នុងស្រុកកម្ពុជាក៏បានបញ្ជូនយោធាទៅរៀននៅបរទេសដូចជាចិនវៀតណាមរុស្ស៊ីឥណ្ឌាបារាំងជប៉ុននិងសហរដ្ឋអាមេរិកផ្នែកដែលត្រូវទៅសិក្សារួមមានបញ្ជាការយោធាវិស្វកម្មការពារអាកាសព័ត៌មានស៊ើបការយោធាពេទ្យដោះមីននិង UN Peacekeeping នេះបង្ហាញថាកម្ពុជាកំពុងវិនិយោគលើមនុស្សនិងខួរក្បាលយោធាមិនមែនតែអាវុធតែប៉ុណ្ណោះទី2បើគ្មានយន្តហោះចម្បាំង Fighter Jet តើយោធាកម្ពុជាបណ្ដុះបណ្ដាលដូចម្តេចមនុស្សជាច្រើនយល់ថាគ្មានយន្តហោះចម្បាំងស្មើនឹងកងទ័ពខ្សោយតែការពិតមិនមែនដូច្នោះទេកម្ពុជាជ្រើសយុទ្ធសាស្ត្រការពារទឹកដីមិនមែនវាយប្រហារឬឈ្លានពានចំណុចទី1ផ្ដោតលើកងទ័ពជើងគោកថ្មើរជើងកងទ័ពកម្ពុជាត្រូវបានបណ្ដុះបណ្ដាលខ្លាំងលើសង្គ្រាមភ្នំសង្គ្រាមព្រៃនិងការពារព្រំដែនជាពិសេសតំបន់ដូចជាព្រះវិហារឧត្តរមានជ័យមន្ទីរមានជ័យកម្លាំងថ្មើរជើងគឺជាខ្នងស្នូលនៃការការពារទឹកដីកម្ពុជាចំណុចទី2បណ្ដុះបណ្ដាលការពារអាកាសទោះគ្មានយន្តហោះចម្បាំងកម្ពុជាក៏នៅតែមានកាំភ្លើងប្រឆាំងយន្តហោះប្រព័ន្ធបាញ់ពីដីទៅអាកាសរ៉ាដានិងការលះកម្លាំងពីអាកាសដែលហៅថាសំណាញ់មេឃគោលដៅគឺមិនឲ្យសត្រូវប្រាយអាកាសយុទ្ធបានដោយសេរីចំណុចទី3បច្ចេកទេសនិងព័ត៌មានកងទ័ពកម្ពុជាក៏កំពុងផ្ដោតលើដ្រូនស៊ើបការប្រព័ន្ធទំនាក់ទំនងព័ត៌មានស៊ើបការនិងការគ្រប់គ្រងបញ្ជាការក្នុងសង្គ្រាមសម័យថ្មីព័ត៌មានសំខាន់ជាងគ្រាប់បែកចំណុចទី4បញ្ជាការនិងយុទ្ធសាស្ត្រយោធាកម្ពុជាត្រូវបានបណ្ដុះបណ្ដាលខ្លាំងលើការគ្រប់គ្រងវិបត្តិការទីឈ្លានពាននិងការរៀបចំផែនការប្រតិបត្តិការគ្មានយន្តហោះចម្បាំងត្រូវមានយុទ្ធសាស្ត្រល្អជាងមុនឡើយចំណុចទី5 UN Peacekeeping កម្ពុជាជាប្រទេសមួយដែលមានកេរ្តិ៍ឈ្មោះខ្លាំងនឹងកងរក្សាសន្តិភាព UN ជាពិសេសផ្នែកវិស្វកម្មពេទ្យនិងដោះមីននេះធ្វើឲ្យយោធាកម្ពុជាមានបទពិសោធន៍អន្តរជាតិពិតប្រាកដសរុបមកកម្ពុជាមានបញ្ជូនយុវជនទៅរៀនយោធាមានការបណ្ដុះបណ្ដាលទាំងក្នុងស្រុកនិងក្រៅប្រទេសផ្ដោតលើកងទ័ពជើងគោកការពារអាកាសបច្ចេកទេសនិងយុទ្ធសាស្ត្រនិងយកការទូតនិងច្បាប់អន្តរជាតិជាអាវុធសំខាន់កម្ពុជាមិនខ្សោយព្រោះមានយន្តហោះចម្បាំង Fighter Jet ទេកម្ពុជាជ្រើសផ្លូវការពារសន្តិភាពនិងការពារប្រជាជនជាងការប្រណាំងអាវុធបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច Like Share និង Subscribe ដើម្បីទទួលបានការវិភាគនិងព័ត៌មានថ្មីៗបន្តទៀតសូមអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយសូមឲ្យមានសុខភាពល្អនិងសន្តិភាព